ngày nay nhóm update ព័ត៌មានបន្តិចអំពី GG My Pro ហ្នឹងហើយអញ្ចឹងយើងបង្កើត account GG My Pro គឺយើងមិនបង្កើតងាយៗស្រួលដូចកាលមុនទេអញ្ចឹងឥឡូវវាទាមទារយើងដាក់ email ដែលយើងប្រើប្រាស់ដើម្បីវាផ្ញើលេខកូដ verify មកទើបយើងអាចបង្កើត account បានអូខេអញ្ចឹងនៅក្នុងថ្ងៃហ្នឹងខ្ញុំមកបង្ហាញអំពីរបៀបក្នុងការយើងបង្កើត GG My Pro ដោយមិនបាច់ដាក់ email ឬក៏បង្កើត email បង្កើតអីញ៉ៃៗទេអញ្ចឹងជំហានដំបូងយើងចូលទៅ Play Store យើង download កម្មវិធីមួយអញ្ចឹងយើងចូល Play Store មកបន្ទាប់មកយើង download កម្មវិធីមួយដែលមានឈ្មោះថា TEMP នេះវាយចឹងមកហើយយើងឲ្យទាំងអស់គ្នាចូលមកទី1នេះ Themail នេះបន្ទាប់មកទាំងអស់គ្នា scroll ចូលមកក្រោមមួយបន្ទាប់មកទាំងអស់គ្នាឃើញនេះកម្មវិធីមួយនេះThemail ហ្នឹងពណ៌វារៀងបៃតងហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែឡើងវាមួយមកបានហើយហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមតឡើងវាមកអូខេអញ្ចឹងឥឡូវយើងតឡើងបានហើយអញ្ចឹងបងប្អូនគ្រាន់តែបើកវាមួយមកអូខេអញ្ចឹងវានឹង load email មកមួយបាត់ហ្នឹងនេះ email នេះ coachy ស្អីអញ្ចឹងទៅអញ្ចឹងបងប្អូនគ្រាន់តែចុច copy កន្លែងនេះ copy email នឹងមកបាច់មកគឺវា copy ចូលហើយហ្នឹងហើយអញ្ចឹងបងប្អូនទៅ app GG យើងវិញអូខេបន្ទាប់មកបងប្អូនចុច login ហើយបន្ទាប់មកបងប្អូនចុចកន្លែងនេះ no account sign up now អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកហើយទាំងអស់គ្នាផាសអា email ដែលយើងបាន copy ពីមិញហ្នឹងនេះអា email នៅក្នុងកម្មវិធីនេះកម្មវិធី Themail ហ្នឹងនេះឥឡូវវាពងលុបទាំងពាណិជ្ជកម្មយើងបងប្អូនចុចកន្លែងនេះមកនេះអញ្ចឹងបងប្អូន copy កន្លែងហ្នឹងមកយកមកដាក់ចំកន្លែងនេះដាក់ចំកន្លែង email ហ្នឹងមកហើយបន្ទាប់មកបងប្អូនចុច send code មួយហ្នឹងហើយចុចកន្លែងហ្នឹងមកវានឹងរាប់នាទីអញ្ចឹងឥឡូវយើងទៅ app យើងវិញទៅ app Themail ហ្នឹងចានេះវាផ្ទាំងពាណិជ្ជកម្មគេចឹងគ្រាន់តែចុច continue មកបានហើយហ្នឹងហើយអញ្ចឹងឥឡូវយើងចាំវាបន្តិចទៀតវានឹងផ្ញើលេខកូដមកហើយអញ្ចឹងឥឡូវយើងចូលមកកន្លែង inbox អូខេអញ្ចឹងយើងចាំវាបន្តិចទៅអញ្ចឹងបើសិនជាវាអត់តផ្ញើមកទេយើងចុច refresh មកអូខេអញ្ចឹងឥឡូវលេខកូដវាបានផ្ញើចូលមកហើយនេះអញ្ចឹងបងប្អូនគ្រាន់ចុចលើនឹងមកអញ្ចឹងបងប្អូនឃើញអាលេខកូដធំនេះហើយនេះអញ្ចឹងបងប្អូនគ្រាន់តែចាំអាលេខកូដហ្នឹងមកយើងយកទៅវាយកន្លែងនេះយើងយកទៅវាយកន្លែងហ្នឹងមកអូខេអញ្ចឹង340 687អូខេអញ្ចឹងយើងវាយមក687ហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងគឺបានហើយបន្ទាប់មកកន្លែងនេះវាយលេខកូដអូខេអញ្ចឹងលេខកូដយើងដៃដាក់ទៅឲ្យតែចាំខ្លួនឯងអូខេអញ្ចឹងឥឡូវខ្ញុំដាក់លេខកូដខ្ញុំសិនអូខេអញ្ចឹងឥឡូវខ្ញុំបានដាក់លេខកូដខ្ញុំមកហើយអញ្ចឹងបងប្អូនមកមើលកន្លែងនេះ confirm password អញ្ចឹងកន្លែងហ្នឹងវាឲ្យយើងវាយលេខកូដម្ដងទៀតនេះវាឲ្យយើងវាយលេខកូដខាងលើនេះអាលេខកូដហ្នឹងយើងវាយមិនខាងក្រោមនេះគឺយើងត្រូវវាយដូចគ្នាអូខេអញ្ចឹងឥឡូវខ្ញុំវាយលេខកូដខ្ញុំម្ដងទៀតសិនអញ្ចឹងខ្ញុំបញ្ជាក់តិចកន្លែង password ហ្នឹងជាលេខកូដដែលយើងបង្កើតខ្លួនឯងហ្នឹងហើយអញ្ចឹងពេលយើងបង្កើតយើងត្រូវចាំផងហ្នឹងហើយអញ្ចឹងបានប៉ុណ្្នឹងសិនបងប្អូនគ្នាត្រូវ screenshot ទុកមួយនេះអញ្ចឹងបងប្អូនគ្នាត្រូវថតទុកឬក៏ screenshot ទុកព្រោះអីនៅពេលណាយើងដូរទូរស័ព្ទយើងវាយខាងលើនេះហើយយើងវាយ password យើងទៅគឺយើងបានចូលទៅលេខតទៀតហើយហ្នឹងហើយអញ្ចឹងបងប្អូនគ្នាត្រូវចាំខាងលើនេះហើយនឹងលេខកូដរបស់យើងអញ្ចឹងបងប្អូនគ្នាត្រូវចាំហាមភ្លេចហើយអញ្ចឹងបងប្អូនគ្នាអាច screenshot ទុកឬកត់ទុកដាក់នៅណាទៅអូខេអញ្ចឹងតែប៉ុណ្្នឹងគឺបានហើយហើយបន្តមកបងប្អូនគ្នា scroll ចុះមកក្រោមហើយបន្តមកបងប្អូនគ្នាចុច sign up នេះចុចកន្លែង sign up ហ្នឹងមកអូខេអញ្ចឹងប៉ុណ្្នឹងគឺបានហើយហ្នឹងហើយអញ្ចឹង account GG My Pro យើងគឺបង្កើតបានហើយអញ្ចឹងបងប្អូនគ្នាគ្រាន់តែចូលកន្លែងរូបមនុស្សនេះមកអញ្ចឹងបងប្អូនគ្នាអាចដាក់ឈ្មោះបងប្អូនគ្នាបានអូខេអញ្ចឹងឥឡូវខ្ញុំសាកដាក់ឈ្មោះខ្ញុំចុះ SPS អីចឹងទៅ Cambo អីចឹងទៅដើម្បីចំណាំថាហ្នឹងវាជារបស់ខ្ញុំអញ្ចឹងតែប៉ុណ្្នឹងគឺយើងបង្កើត account GG My Pro បានហើយហ្នឹងហើយអញ្ចឹងរបៀបទិញវាដូចយើងទិញពេជ្រពី game Mobile Legend ទិញពេជ្រចូលទៅក្នុង Free Fire ទិញអីចឹងទៅហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់ចុចឡើងមកវាឲ្យពេញយើងព័ត៌មាន Mastercard Visa Card អីចឹងទៅហ្នឹងហើយវាដូចយើងទិញពេជ្រនៅក្នុង game Mobile Legend ចឹងអញ្ចឹងបងប្អូនស្វែងយល់អ្នកដែលធ្លាប់ទិញពេជ្រនៅក្នុង Mobile Legend នៅក្នុង game ផ្សេងអញ្ចឹងបើសិនតែបងប្អូនចង់ប្រើ Premium បងប្អូនអាចទិញបានក្នុងហ្នឹងវាមាន1ខែ3ខែហើយនិង1ឆ្នាំអូខេអញ្ចឹង1ឆ្នាំដូចជា9នេះទេអញ្ចឹង3ខែដូចជា2កន្លះហ្នឹងហើយអញ្ចឹងនេះ1ខែហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់លេង1ខែអញ្ចឹងបងប្អូនត្រូវទិញអានេះអញ្ចឹងតម្លៃវា0.99តែបូកទាំងពន្ធបូកទាំងអីទៀតវាអាចនឹង1.03ឬក៏1.02អីទៅអាហ្នឹងតាមជាក់ស្ដែងអូខេអញ្ចឹងតម្លៃវាគឺមិនមែន0.99ទេវាបូកទាំងពន្ធថែមពីលើម្ដងទៀតអញ្ចឹងវាអាចនឹង1.02អូខេអញ្ចឹងនេះជារបៀបក្នុងការបង្កើត account GG My Pro ដើម្បីយើងយកទៅទិញ premium license របស់វាហ្នឹងហើយអញ្ចឹងនៅពេលណាយើងទិញ premium គឺយើងអាចប្រើមុខងារផ្សេងមុខងារ macro មុខងារផ្សេងបានច្រើនទៀតនៅក្នុង GG My Pro ហ្នឹងអញ្ចឹងវីដេអូរបៀបបង្កើត account GG My Pro គឺមានតែប៉ុណ្្នឹងទេគឺយើងមិនបាច់ទៅបង្កើត Gmail បង្កើតអីញ៉ៃៗទេអញ្ចឹងគឺយើងគ្រាន់តែប្រើកម្មវិធីនេះគឺយើងអាចទទួលលេខកូដពី GG My Pro បានហើយអូខេអញ្ចឹងអានេះកម្មវិធី Themail អូខេអញ្ចឹងតែប៉ុណ្្នឹងគឺបានហើយហ្នឹងហើយអញ្ចឹងយើងអាចប្រើ GG My Pro បានហើយបើសិនជាបងប្អូនអត់ចេះ activate GG My Pro ឬក៏ទូរស័ព្ទបងប្អូនអត់មាន Validity Box ដើម្បី activate GG My Pro បងប្អូនអាចប្រើដុំទូចនេះបានដើម្បីយើងយក activate GG My Pro ហើយយើងបង្កើត account ទិញ license នេះទៅគឺយើងអាចប្រើមុខងារផ្សេងរបស់ GG My Pro ពេញហើយអូខេអញ្ចឹងអានេះដុំនេះសម្រាប់អ្នកដែលអត់ចេះ activate GG My Pro ឬក៏ទូរស័ព្ទបងប្អូនអត់អាច activate បានហ្នឹងហើយអញ្ចឹងនេះ
អាចប្រើដុំនេះបានអូខេអញ្ចឹងវីដេអូបង្កើត account GG មក Pro គឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអរគ្នាជំរាបលា